វាធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាគេគ្រប់គ្នារកស៊ីនេសាទត្រីខ្លួនទៅរកស៊ីនេសាទក្រពើព្រោះតែគុណធម៌ដូច្នេះទុកវាក៏អត់ប្រយោជន៍ដែរបានធ្វើឲ្យមនុស្សម្នាក់ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងតែមានអារម្មណ៍មិនដែរលោកតបពីធ្វើដំណើរអស់រយៈពេល1ម៉ោងកន្លងនេះហើយមានអារម្មណ៍ថាសុខសប្បាយអត់ចង់ទឹកហេឡូវិញចេញដំណើរសមមិត្តណារិនតែមានអារម្មណ៍យ៉ាងណាដែរសូមទស្សនាផ្លូវទៅរកខ្ចៅបាក់ហើយកំពុងតែឆ្លងកាត់នៅស្ថានភាពដ៏លំបាកហើយមើលពិតតែព្រៃដូចជាត្រែងជាច្រើននេះគឺទូអមសំខាន់ដែលនឹងកំពុងតែទៅឲ្យបាទនេះអូរឿងខំម្នាក់ដូចជាស្វាហើយណាបាទថាតើស៊ូបានប្រហែលទឹកទៀតយើងនឹងទស្សនាវគ្គបន្តទៀតបាទស្ថានភាពអ្នកដែលរឹកខ្ចៅខ្ចៅខ្ចៅហេឡូណាមើលស្ថានភាពអ្នកដែលកំពុងរឹសខ្ចៅនេះនោះអ្នកដែលនៅក្នុងទឹកបាទហើយនេះកំពុងតែរឹសបាទកំពុងតែស្ថានភាពរឹសខ្ចៅឬក៏បេះខ្ចៅទេហេតុត្រីឥឡូវអូខេនេះអូបាទនេះគឺជាទស្សនវិជ្ជាដែលទើបនឹងរាវខ្ចៅហើយនេះគឺនៅក្នុងពេត្រូលគឺសិតតែខ្ចៅហើយបន្តមកក៏យើងបានត្រីធំជាច្រើនហើយយើងក៏បេះការកប្លោកសម្រាប់ធ្វើនលក់អូខេអូមកលើកអេកុំថាអីថតវីដេអូអូខេនេះគឺជាស្ថានភាពដែលកំពុងតែរៀបចំអាហារពេលថ្ងៃអូខេនេះគឺរបបគាត់ហើយនេះគឺរបបផ្សេងគឺតែក្រាញ់មួយតែកប្លីមួយហ្នឹងហើយចុះទៅស្ទូឌីដាក់ដូចគេដែរមកស៊ីសត្វត្រីស៊ីទៅមិនហូបទៀតណាប្រាប់ពីរបៀបនៃហូបត្រីទីមើលបាទអូខេនេះអូមកទៅឆ្ងាញ់ប្រគេណាអូឆ្ងាញ់ឥឡូវបងតើដៃបងកំពុងកាន់អីគេបែបបងបាទហើយប្រាប់ពីរបៀបហូបខ្យងតិចមើលអើយឥឡូវដំបងគេត្រូវធ្វើម៉េចខ្លះហ្នឹងហើយចុំកូនអូជុំម៉េចហ្នឹងជុំមើលបាទមើលអូឡូចណោអើតោបាត់អូណែអូឥឡូវមកដល់រੂដែរហើយមកព្រឹកនេះបានធ្វើអ្វីខ្លះព្រឹកនេះអូរកក្តាមរកខ្យងអូបានរកត្រីទៀតហើយត្រីយើងធ្វើមិនបានត្រីមិញត្រីចាស់ហ្នឹងចុងហើយចាត់នៅណា
នេះគឺជាបេសកកម្មបន្ទាប់ដែលក្រុមយើងបានរៀបចំបាច់ត្រីនេះគឺជាវីរបុរសបាទយើងមើលនេះបាទអូខេឥឡូវយើងមើលមាត់ត្រីមើលចាប់ផ្ដើមនេះកំពុងតែរៀបចំពីទឹកហើយអូខេចូលបាទនេះអូខេត្រៀមគេហៅថាមនុស្សសកម្មហេកុំបោះទៅខាត់ត្រីធំមិនសិនបាច់ចង់និយាយថា Yes ចឹងតែវាអាចប្រែមកហ្នឹងហើយយើងប៉ះទៅដឹងតែវាត្រីឬក៏មិនត្រីតោះហីបាច់ទៅdouble game ហេដើរហេស៊ូមើលលទ្ធផលវ៉ាវថៃមើលមុខមកពេលនេះមើលយល់តែសកម្មទី1បានជោគជ័យឃើញថាត្រីបានចំនួន2គីឡូ Let's go នារីនកាន់មកនេះទៅកាន់មកគឺឃើញទេចាននៅនឹងមួយតាំងរាំងមកចាំគ្នា